ជំរាបសួរបងប្អូនទាំងអស់គ្នាចាស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមកបង្ហាញជូនបងប្អូនអំពីប្រភេទផ្ទះវីឡាភ្លួដែលសាងសង់ហើយ 100% ទីតាំងនៅក្នុងគម្រោង The ML Villa សម្រាប់វីដេអូនេះផងដែរក៏ចង់ណែនាំទៅកាន់បងប្អូនដែលគាត់តែងតែសួររាល់ទៅលើប្រភេទផ្ទះវីឡាដែលសាងសង់ហើយ 100% ទិញហើយមិនបាច់ធ្វើការរងចាំយូរហើយអ្វីដែលកាន់តែពិសេសនោះតម្លៃសមរម្យលក្ខខណ្ឌបងប្រាក់ងាយស្រួលវីឡាភ្លួនេះមានទំហំដីបាន 8 ម៉ែត្រគុណនឹង 21 សាច់ផ្ទះបាន 6 គុណនឹង 12 ម៉ែត្រមាន 4 បន្ទប់គេនិង 5 បន្ទប់ទឹកចាស់ចូលមកដល់ផ្នែកខាងក្នុងផ្ទះបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាប្លែកដោយសារតែរាល់ដងនេះខ្ញុំបង្ហាញជូនតែជាប្រភេទផ្ទះស្តង់ដារអញ្ចឹងណាចាផ្ទះនេះគឺយើងរៀបចំធ្វើជាផ្ទះគំរូហើយថ្មីដែរអញ្ចឹងពេលដែលយើងទៅឡើងគ្រឿងសង្ហារិមមកបែបនេះគឺស្រស់ស្អាតនិងប្លែកភ្នែកម្យ៉ាងដែរណាបងប្អូនទាំងគ្នាចាចំពោះស្ប៉ាកន្លែងទទួលភ្ញៀវនេះរៀបឈុតសាឡុងធំបែបនេះហើយក៏នៅតែធំទលាយដែរបងប្អូនចាហើយនៅជាប់ហ្នឹងក៏យើងទៅឡើងជាមួយនឹងទូតាំង TV ចាលម្អជាមួយនឹងគ្រឿងតុបតែងមកស្អាតមែនតើបងប្អូនចាហើយចូលមកដល់បរិវេណផ្នែកខាងក្រោយគឺយើងរៀបចំជាតុទទួលទានអាហារណាបងប្អូនទាំងគ្នាចាបងប្អូនអាចរៀបចំជាតុមូលក៏បានតុជ្រុងក៏បានដែរចារៀបចំកៅអីចន្លោះពី6ទៅ8កៅអីបានទៀតនៅកន្លែងដែលយើងទៅឡើងវាំងនននៅចំហៀងហ្នឹងគឺធ្វើជាលក្ខណៈទ្វារ slide ដែលអាចបើកចេញបើកចូលបានទៅខាងក្រៅបន្ថែមទៀតណាបងប្អូនទាំងគ្នាចាជិះទៅចំពោះផ្នែកខាងក្នុងគឺយើងបានទៅឡើងជាមួយនឹងចក្រានបាយស្ងួតលក្ខណៈថាយើងធ្វើទូលើខបងប្អូនចាងាយស្រួលទុកដាក់សម្ភារៈផ្ទះបាយបានយ៉ាងច្រើនបន្ថែមទៀតណាចាហើយឥឡូវនេះយើងចូលមកដល់ផ្នែកជាន់ទី1ខាងលើវិញបងប្អូនចាចំពោះផ្នែកខាងលើគឺយើងមានបន្ទប់គេងលក្ខណៈបន្ទប់មេគ្រួសារក៏ដូចជាបន្ទប់សមាជិកគ្រួសារចូលមកដល់បន្ទប់មេគ្រួសារនេះគឺយើងធ្វើលក្ខណៈថានៅចំហៀងហ្នឹងមានកន្លែងធ្វើការចាក៏ដូចជាកន្លែងទូតាំង TV និងមានកន្លែងតាំងគ្រឿង make up បងស្ត្រីបងប្អូនទាំងគ្នាចានឹងមានបន្ទប់ទឹកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទៀតតាបងប្អូនចាហើយនឹងមានការខណ្ឌចែកជាមួយនឹងកញ្ចក់ខណ្ឌងាយស្រួលតែពេលមួយទឹកអីគឺអត់មានបញ្ហាខ្ទាតចេញមកខាងក្រៅអីចឹងណាបងប្អូនចាហើយនៅទល់មុខនឹងបន្ទប់មេគ្រួសារហ្នឹងគឺយើងធ្វើជាលក្ខណៈវេរ៉ុងដាធំទលាយងាយស្រួលចេញមកអង្គុយលេងនៅផ្នែកខាងក្រៅផ្ទះបានទៀតចាហើយខ្យល់បរិយាកាសគឺល្អមែនតើបងប្អូនចាហើយនៅជាប់នឹងបន្ទប់មេគ្រួសារហ្នឹងចាគឺយើងមានបន្ទប់មួយទៀតដែលយើងច្នៃធ្វើជា walk-in closet ក៏ដូចជាកន្លែងដាក់កាបូបស្បែកជើងចាទូសម្លៀកបំពាក់បងប្រុសបងស្រីចាគឺអាស្រ័យលើការរៀបចំរបស់ម្ចាស់ផ្ទះទេបងប្អូនទាំងគ្នាចានៅពេលដែលយើងរៀបចំត្រូវគឺមានទំហំធំទូលាយនិងស្រឡះល្អចាប៉ុន្តែបើសិនជាយើងរៀបចំអត់ត្រូវទេមានអារម្មណ៍ថាស្មុគស្មាញនិងជាអៀតតែម្ដងបងប្អូនចាអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានទស្សនាវីដេអូនេះហើយមានជាចំណាប់អារម្មណ៍អាចធ្វើការណាត់ជួបដើម្បីអញ្ជើញមើលទីតាំងគម្រោងខាងយើងឥឡូវនេះបានចាហើយបញ្ជាក់បន្ថែមទៀតដែរចំពោះផ្ទះវីឡាភ្លូនេះឥឡូវនេះយើងនៅសល់តែ3ផ្ទះទេចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់បញ្ញាផ្ទះរស់នៅអាចធ្វើការរុះ